ជំរាបសួរប្រិយមិត្តអ្នកស្ដាប់និងអ្នកទស្សនាទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Cambodian Horror Story ជាទីលំនៅនៃរឿងរ៉ាវអាថ៌កំបាំងព្រេងនិទាននិងអបិយជំនឿខ្មែរពិតៗដែលដូនតាយើងតែងតែដំណើរតគ្នាប្រិយមិត្តប្រកាសជាធ្លាប់បានដឹងហើយថានៅក្នុងសិល្បៈវប្បធម៌ខ្មែរឧបករណ៍ភ្លេងបុរាណនីមួយៗមិនថារនាតទ្រស្គរឬតាខេសុទ្ធតែមានគ្រូភ្លេងឬបារមីតាមថែរក្សាសិល្បករខ្មែរតែងតែមានត្រណមយ៉ាងតឹងរឹងគឺហាមដាច់ខាតមិនឲ្យដើរកន្លងជន់ឬប្រមាថឧបករណ៍ភ្លេងឡើយហើយមុននឹងលេងតែងតែមានការអុជធូបសុំការអនុញ្ញាតប៉ុន្តែតើប្រិយមិត្តធ្លាប់ស្រមៃទេថាប្រសិនបើឧបករណ៍ភ្លេងដ៏ពិសិដ្ឋមួយត្រូវបានគេដណ្ដើមយកដោយការក្បត់មិត្តភ័ក្តិនិងការបង្ហូរឈាមតើវិញ្ញាណម្ចាស់ដើមនឹងចងអាឃាតកម្រិតណាថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកទៅតាមដានសាច់រឿងអាថ៌កំបាំងរនាតឯកឈាមនិងវិញ្ញាណគ្រូភ្លេងសូមលោកអ្នកសម្រួលអារម្មណ៍ហើយចូលរួមស្ដាប់ដោយក្តីព្រឺព្រួយទាំងអស់គ្នាកាលពីសម័យលង្វែកនៅឯភូមិមួយក្នុងខេត្តកំពង់ស្ពឺមានបុរសវ័យកណ្ដាល2នាក់ជាមិត្តរួមគ្រូនឹងគ្នាឈ្មោះតាពិតនិងតាសុកពួកគេទាំងពីរគឺជាគ្រូភ្លេងពីនួពាទ្យដ៏ល្បីល្បាញប្រចាំស្រុកប៉ុន្តែបាននិយាយពីថ្វីដៃវៃរនាតឯកតាសុកគឺពូកែជាងតាពេជ្រដាច់ឆ្ងាយតាសុកមានចិត្តស្លូតបូតសុចរិតនិងតែងតែជួយបង្រៀនក្មេងៗក្នុងភូមិដោយមិនគិតថ្លៃអ្វីដែលធ្វើឲ្យតាពេជ្រចំណែនតាសុកខ្លាំងបំផុតនោះមិនមែនត្រឹមតែថ្វីដៃទេតែគឺរនាតឯករបស់តាសុកវាជារនាតឯកដែលធ្វើពីឈើនាងនួនដ៏កំរមានឆ្លាក់ក្បាច់រចនាជារូបនាគរាជយ៉ាងរស់រវើយរាល់ពេលដែលតាសុកវាយរនាតនេះម្ដងសំឡេងរបស់វាបន្លឺឡើងរំដំពីរោះរណ្ដាប់ហាក់ដូចជាមានមុនស្នេហ៍តាក់ទាញប្រលឹងអ្នកស្ដាប់ឲ្យលង់លក់តាពេជ្រតែងតែលួចសម្លឹងមើលរនាតនោះដោយក្តីលោភលន់និងគិតខ្នូរចិត្តថាបើគេបានរនាតនេះមកគ្រប់គ្រងគេច្បាស់ជាខ្លាយជាគ្រូភ្លេងលេខ1ប្រចាំនគរជាមិនខានក្តីច្រណែនឈ្នានីសបានដុតរោលសន្តានចិត្តរបស់តាពេជ្រឲ្យប្រែទៅជាខ្មៅងងឹតថ្ងៃមួយមានសេដ្ឋីនៅភូមិឆ្ងាយម្នាក់បានជួលវង់ភ្លេងរបស់តាសុកនិងតាពេជ្រឲ្យទៅប្រគំក្នុងពិធីបុណ្យធំមួយពិធីនោះប្រព្រឹត្តទៅរហូតដល់យប់ជ្រៅទើបបញ្ចប់ពេលធ្វើដំណើរត្រឡប់មកវិញពួកគេត្រូវដើរកាត់ព្រៃជ្រៅមួយដែលមានដើមឈើធំទម្លាក់ម្នប់ងងឹតស្លុបខណៈដែលតាសុកកំពុងដើរលីរនាតឯកជាទីស្រឡាញ់របស់គាត់ពីមុខតាពេជ្រដែលដើរពីក្រោយបានសម្លឹងមើលទៅរនាតនោះដែលកែវភ្នែកកំណាយឱកាសល្អបានមកដល់ហើយតាពេជ្របានរើយកដុំថ្មភ្នំដ៏ធំមួយរួចដើរលបទៅពីក្រោយតាសុកសុំទោសផងអាសម្លាញ់តែរនាតនេះត្រូវតែជារបស់អញតាសុកបានដួលខ្ពកទៅលើដីឈាមហូរស្រោចពេញក្បាលគាត់ខំប្រងាកមកមើលមិត្តភក្តិដោយក្តីភ្ញាក់ផ្អើលនិងឈឺចាប់បំផុតរនាតឯកឈើនាងនួនបានធ្លាក់ខ្ទាតទៅម្ខាងពេជ្រឯងសម្លាប់អញដើម្បីដណ្ដើមរនាតនេះឬរបស់នេះមានគ្រូឯងយកវាទៅឯងនឹងវិនាសមិនខានគ្រាន់តែនិយាយចប់តាសុកក៏ដាច់ខ្យល់ស្លាប់ដោយភ្នែកបាក់ថ្លុងសម្លឹងមើលទៅរនាតឯករបស់គាត់ឈាមរបស់តាសុកបានហូរចូលទៅប្រឡាក់ប៉ះនឹងផ្លែរនាតតាពេជ្រមិនខ្វល់ពីពាក្យបណ្ដាសារបស់មិត្តភក្តិទេគេបានប្រញាប់ទាញយករនាតឯកនោះលាក់ចូលក្នុងបាវរួចអូសសាកសពតាសុកទុយទម្លាក់ចោលក្នុងជ្រោះក្បែរនោះដើម្បីបំបត្តិដានព្រឹកស្អែកឡើងតាពេជ្របានត្រឡប់មកដល់ភូមិវិញតែម្នាក់ឯងទាំងធ្វើមុខកំសត់និងប្រឌិតរឿងប្រាប់អ្នកភូមិថាពួកគេត្រូវចោលព្រៃស្ទាក់ប្លន់កណ្ដាលផ្លូវហើយតាសុកត្រូវពួកចោលសម្លាប់ចោលបាត់ទៅហើយចំណែកគេខំប្រឹងរត់គេចខ្លួនទើបរួចជីវិតដោយយកបានតែរនាតឯកនេះមកវិញដើម្បីទុកជាគេដំណែលតាសុកដោយសារគ្មានអ្នកណាដឹងការពិតអ្នកភូមិក៏ជឿចាប់តាំងពីថ្ងៃនោះមកតាពេជ្របានក្លាយជាម្ចាស់រនាតឯកឈើនាងនួនគេបានយកវាទៅលេងក្នុងពិធីបុណ្យនានាចម្លែកណាស់រាល់ពេលដែលតាពេជ្រវារនាតនេះសំឡេងរបស់វាហាក់ដូចជាពីរោះជាងមុនទៅទៀតតែវាបង្កប់នៅសំឡេងស្រងូតស្រងាត់និងកំសត់ដែលធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ព្រឺសម្បុរដោយមិនដឹងខ្លួនតាពេជ្រคล้ายជាគ្រូភ្លេងដ៏ល្បីល្បាញមានគេជួលទៅលេងមិនលុះថ្ងៃមានលុយកាក់ហូរចូលហូរហៀប៉ុន្តែគាត់មិនដឹងទេថា
អ្វីដែលធ្វើឲ្យរណាត់នេះពីរោះមិនមែនជាថ្វីដៃគាត់ទេតែជាវិញ្ញាណដែលសន្ធិដ្ឋនៅក្នុងនោះភាពមានបានរបស់តាពេជ្រមិនអាចលុបបំបាត់អំពើបាបរបស់គេបានទេមួយខែក្រោយមកនៅយប់ថ្ងៃសិល15រោចមេឃងឹមងឹតរកមើលផ្កាយមួយមិនយល់តាពេជ្រកំពុងដេកលក់នៅលើផ្ទះថ្មីរបស់គេម៉ោងប្រហែល12រំលងអាធ្រាត្រស្រាប់តែមានសំឡេងរនាតឯកបន្លឺឡើងចេញពីបន្ទប់ទុកឧបករណ៍ភ្លេងតើងតែងតើងតែងសំឡេងនោះវាយ៉ាងលឿននិងមានកម្លាំងខ្លាំងហាក់ដូចជាមានមនុស្សកំពុងខឹងសម្បាតាពេជ្រភ្ញាក់ព្រឺតញើសត្រជាក់ហូរចូលខ្លួនគេអុជចង្គៀងដើរទៅមើលទាំងភ័យពេលលើបើកទ្វារបន្ទប់គេឃើញរនាតឯកនោះនៅស្ងៀមគ្មានអ្នកណានៅទីនោះទេប៉ុន្តែពេលគេបាយខ្នងបំរុងនឹងដើរចេញសំឡេងរនាតក៏បន្លឺឡើងម្ដងទៀតតែលើកនេះឮនៅក្បែរត្រចៀកគេតែម្ដងអ្នកណានៅទីហ្នឹងកុំចង់មកលេងសើចជាមួយអញណារំពេចនោះខ្យល់ត្រចៀកបក់វូបន្លូតចង្គៀងក្នុងភាពងងឹតផ្លែអន្លង់រនាតទាំងពីរបានហោះឡើងដោយខ្លួនឯងហើយវាចុះទៅលើផ្លែរនាតយ៉ាងខ្លាំងរហូតបែកចេញជាពន្លឺពណ៌ក្រហមនៅពីក្រោយរនាតនោះមានស្រមោលខ្មៅមួយអង្គុយសម្លឹងមកតាពេជ្រដោយកែវភ្នែកក្រហមឆ្អៅចាប់តាំងពីយប់នោះមកតាពេជ្រចាប់ផ្ដើមមានអារម្មណ៍មិនប្រក្រតីរាល់ពេលដែលគេលើកអន្លង់រនាតវាយគេតែងតែមានអារម្មណ៍ថាមានដៃដ៏ត្រជាក់ស្រាប់មួយមកចាប់កាន់ដៃគេពីក្រោយរួចបង្ខំឲ្យគេវាយតាមចង្វាក់ដែលគេមិនធ្លាប់ចេះសោះយប់មួយតាពេជ្រត្រូវតែលេងភ្លៀងនៅផ្ទះមន្ត្រីធំម្នាក់ខណៈដែលកំពុងប្រគំស្រាប់តែភ្នែករបស់តាពេជ្រមើលឃើញទិដ្ឋភាពប្រែប្រួលភ្ញៀវដែលអង្គុយទស្សនាបានប្រែរូបរាងទៅជាសាកសពដែលគ្មានក្បាលនិងមានឈាមហូរស្រោចពេញខ្លួនហើយអ្នកដែលអង្គុយទល់មុខគេគឺវិញ្ញាណរបស់តាសុកដែលមានស្នាមបែកក្បាលឈាមហូរដក់ពេញមុខកំពុងសម្លឹងមកគេវាយទៅអាពេជ្រវាយឲ្យខ្លាំងទៀតវាយទាល់តែដៃឯងបាក់ឆឹងតាពេជ្រភ័យរន្ធត់ស្រែកលោឡាលែងដឹងខុសត្រូវក៏ស្ទុះវាយរនាតនោះយ៉ាងសាហាវទាល់តែអន្លង់បាក់បែកខ្ចាយអ្នកស្រុកផ្អើលឈរឆស្មានតែតាពេជ្រឈួតក៏ចាប់ចងគេអូសយកទៅផ្ទះវិញតាពេជ្រត្រូវគេចងជាប់នឹងសសរផ្ទះរាងកាយរបស់គេប្រែជាស្គាំងស្គមភ្នែកខួតជ្រៅហាក់ដូចជាត្រូវវិញ្ញាណបឺតយកកម្លាំងអស់នៅពេលកណ្ដាលអាធ្រាត្រខ្សែចំណងបានរបូតចេញដោយឯកដោយកំហឹងនឹងភាពឈួតលីឡាតាពេជ្របានទាញយកពូថៃដ៏មុតស្រួចមួយដើរតម្រង់ទៅបន្ទប់ទុកឧបករណ៍ភ្លេងដើម្បីកំទេចរណាត់ឯកនោះចោលព្រោះគេគិតថាបើកំទេចវាខ្មោចតាសុកនឹងបាត់ទៅដែរអញនឹងកាប់ឯងឲ្យខ្ទេចមីរណាត់ចង្រៃអាខ្មោចតៃហុងពេលតាពេជ្រលើកពូថៃកាប់ទៅលើផ្លែរណាត់អ្វីដែលចម្លែកបានកាត់ឡើងរណាត់នោះមិនបែកទេប៉ុន្តែបែរជាមានឈាមពណ៌ក្រហមហូរចេញពីស្នាមកាប់នោះប្រៀបដូចជាការកាប់ទៅលើសាច់មនុស្សភ្លាមនោះវិញ្ញាណរបស់តាសុកបានលេចឡើងពេញរូបរាងវាមានរូបរាងធំសម្បើមនិងគួរឲ្យខ្លាចបំផុតវាបានលូកដៃមកចាប់កដៃរបស់តាពេជ្រដែលកំពុងកាន់ពូថៅនោះយ៉ាងជាប់ខ្មោចតាសុកបានច្របាច់កដៃតាពេជ្រយ៉ាងខ្លាំងរហូតពូថៅជ្រុះពីដៃឯងសម្លាប់អញដើម្បីដណ្ដើមរបស់អញឥឡូវអញយកជីវិតឯងទៅវិញហើយខ្មោចនោះបានចាប់បង្ខំឲ្យតាពេជ្រអង្គុយវាយរនាតនោះវាបង្ខំឲ្យវាយមិនឈប់វាយរហូតដល់ម្រាមដៃរបស់តាពេជ្របែកហូរឈាមសស្រាក់រហូតដល់បាក់ឆ្អឹងម្រាមដៃទាំង10សំឡេងស្រែកឈឺចាប់របស់តាពេជ្រលាយឡំនឹងសំឡេងរនាតបានបន្លឺឡើងកងរំពុងពេញភូមិអ្នកភូមិបានឮក៏កាន់ភ្លើងគោមរត់មកមើលពេលពុះទ្វារចូលមកដល់ពួកគេបានឃើញទិដ្ឋភាពដ៏រន្ធត់តាពេជ្របានដាច់ខ្យល់ស្លាប់នៅនឹងកន្លែងដៃទាំងសងខាងបែកខ្ទេចប្រឡាក់ឈាមនៅលើផ្លែរនាតមុនពេលដាច់ខ្យល់គេបានស្រែកសារភាពរឿងដែលគេបានសម្លាប់តាសុក
ប្រាប់អ្នកភូមិទាំងអស់ទីបំផុតយុត្តិធម៌ត្រូវបានលាតត្រដាងអ្នកភូមិបាននិមន្តព្រះសង្ឃមកធ្វើពិធីសូត្រមន្តបង្ស៊ូគោលនិងយករនាតឯកឈើនាងនួននោះទៅតម្កល់ទុកនៅក្នុងសាលាឆាន់នៃវត្តប្រចាំភូមិចាប់តាំងពីពេលនោះមកវិញ្ញាណរបស់តាសុកក៏លែងចេញមកលងបន្លាចអ្នកណាទៀតហើយរនាតឯកនោះក៏ត្រូវបានអ្នកស្រុកគោរពបូជាទុកជាឧបករណ៍ភ្លេងដ៏ពិសិដ្ឋរហូតមករឿងនេះបានបន្សល់ទុកនៅមេរៀនដ៏មានតម្លៃថាការរាប់អានមិត្តមិនត្រូវយកការច្រណែនឈ្នានីសនិងទ្រព្យសម្បត្តិមកធ្វើជាធំឡើយព្រោះអំពើក្បត់និងលោភលន់នឹងនាំមកនូវសោកនាដកម្មដែលរងទុក្ខរាប់ពាន់ជំនាន់សូមអរគុណប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានតាមដានការនិទានរឿងរបស់ Channel Cambodian Horror Story តាំងពីដើមរហូតដល់ចប់សូមបួងសួងឲ្យលោកអ្នកជួបប្រទះតែសេចក្តីសុខសុវត្ថិភាពនិងមិត្តល្អគ្រប់ពេលវេលាកុំភ្លេចរងចាំស្ដាប់រឿងព្រឺព្រួយថ្មីៗនៅភាគក្រោយទៀតរាត្រីសួស្តី